តបងប្អូនលេងមកទៀតទាំងអស់គ្នាតចិត្តដល់ហើយចិត្តដល់ហើយតើឡានអ្វីដែលវែងជាងគេតើឡានអ្វីដែលវែងខ្ញុំគិតថាឡានទៅចរាចរណ៍ត្រូវអត់មើលឡានអ្វីដែលវែងជាងគេឡានវែងជាងគេដូចរយឡានទៅចរាចរណ៍មែនឡានសដោងឡានណាគ្នាឡានឡានស្ទះចរាចរណ៍ត្រូវផងពេលស្ទះចរាចរណ៍នោះឡានឡានវែងតើកន្លែងអ្វីដែលចូលទៅហើយมันអាចចេញមកវិញបានมันអាចចេញមកវិញបានខ្ញុំគិតថាក្តាំឈូកទៅហើយចេញមកវិញបានទេចូលទៅហើយចេញបានទ្រូដាក់ត្រីចូលហើយចេញមកវិញបានដាក់ទៅជាប់ត្រីក្តាមឈូកក្តាមឈូកតើស្លាប់ហើយចូលហើយអត់មានចេញវិញបានទេតើនៅពេលណាដែលនីលកាមិនដើរនីលកាអត់ដើរនីលកាងាប់នីលកាមិនដើរនីលកាខ្ញុំគិតថានីលកាចេះដើរទេនីលកាអត់ថ្មអ្នកគ្នាមើលច្រឡំនីលកាមិនចេះដើរនីលកាមានជើងដើរមកត្រូវតើកីឡាអ្វីដែលតម្រូវឲ្យដើរថយក្រោយកីឡាអ្វីដែលតម្រូវឲ្យដើរថយក្រោយហើយគេដើរថយដែលត្រូវដើរថយក្រោយទាញព្រាត់ត្រូវទាញព្រាត់ចាំមើលនិយាយថាឆ្លើយបែបកីឡាដើរថយក្រោយទាញព្រាត់ត្រូវក្រត់ឃើញណាទាញព្រាត់អត់ត្រូវទាញព្រាត់មិនយើងត្រូវទាញមកក្រោយហេតុអ្វីបានជាជនពីលជិះឡានមិនអស់លុយអូខេនេះហើយអ្វីបានជាជនពីលឡានអស់លុយអ្នកនេះបើជនពីលឡើងដល់10ជុំចម្រិតអីចឹងទៅឲ្យអ្នកបើកទៅចឹងទៅជុំមកភ្លើងអ្នកនេះមិនអស់លុយព្រោះអាហ្នឹងឡានចាប់នោះជាឡានដឹកជនល្មើសឡានដឹកអ្នកទោសទៅគុកមិននេះមិនអត់អស់លុយខ្ញុំមិនយល់យន្តហោះមួយបានធ្លាក់ហេតុអ្វីបានជាមិនមានអ្នករកហេតុអ្វីបានជាធ្លាក់មានអ្នករបួសពីស្លាប់ទៅហើយតែមិនមានអ្នករបួសយន្តហោះនេះខ្ញុំថាងាប់ទៅហើយមិនមានអ្នករបួសចង់និយាយចឹងបដ ாய் នេះណាគ្នាយន្តហោះជ័រហ្នឹងស្លាប់ទៅហើយយន្តហោះមានមនុស្សរបួសខ្ញុំឆ្ងល់ណាស់យន្តហោះគេហោះអូតូអញ្ចឹងទៅកំពង់នេះដែរនេះព្រោះបានស្លាប់អស់ព្រោះបានស្លាប់ទៅហើយត្រូវមិនមានអ្នកនៅរងរបួសបើស្លាប់អស់ហើយប្រសិនបើអ្នកលងទឹកហើយនៅជុំវិញគ្មានមនុស្សជួយតើត្រូវធ្វើដូចម្ដេចហើយនៅបើសិនយើងលងទឹកមនុស្សជួយលងទឹកហើយនៅជុំវិញមានអ្នកជួយមិនងាប់ខ្ញុំអត់មានមនុស្សជួយតើធ្វើដូចម្ដេចទឹកក្នុងអាងផឹកទឹកអស់អាងគឺមិនឯងអ្នកគ្នាលងទឹកឲ្យដល់ពេលទឹកច្រើនទៅងាប់ផឹកទឹកអស់ផឹកមិនអស់បរិះម្នាក់មិនចេះធ្វើការតែចាយលុយផ្ដេសក្រោយមកគាត់បានខ្លាចទៅជាមហាសេដ្ឋីប្រាក់លានហេតុអ្វីអត់មានការងារធ្វើចាយលុយផ្ដេសហើយខ្លាចទៅជាមហាសេដ្ឋីប្រាក់លានទៀតហេតុអ្វីបរិះម្នាក់មិនចេះយល់មកទៀតចេះចាយលុយអូអូពីមុនគាត់គឺជាមហាសេដ្ឋីប្រាក់កោតហើយដោយសារពីមុនមានមហាសេដ្ឋីប្រាក់កោតដល់ពេលអត់ចេះចាយលុយចាយផ្ដេសផ្ដាស់ធ្លាក់សល់ត្រឹមមហាសេដ្ឋីប្រាក់លានទេបរិះចិត្តធម្មម្នាក់បានស្លាប់ទេវតាសម្រាប់ឲ្យគាត់ឡើងឋានសួគ៌ប៉ុន្តែហេតុអ្វីគាត់បដិសេធចុះចិត្តធម៌ស្លាប់ទៅទេវតាឲ្យឡើងឋានសួគ៌ប៉ុន្តែហេតុអីបានជាបដិសេធអត់ចង់ឡើងចុំព្រោះប្រកាសខ្លាចកើតអីសែនបើចោលឋាននរកមិនបានឡើងឋានសួគ៌សុបាយឈប់ចម្លើយទាំងអស់គ្នាពីព្រោះគាត់មានជំងឺខ្លាចខ្ពស់ហើយអ្នកគ្នាអាពេលឡើងឋានសួគ៌ខ្ពស់ពេកគាត់ខ្លាចខ្ពស់ណាស់គាត់ចង់ស្លាប់សត្វទាមួយក្បាលហេតុអ្វីបានជាលងទឹកស្លាប់វាពីច្រើនវាហាយលើទឹកមកហេតុបានលងទឹកមកពីអីដឹងលងវាស្លាប់វាឈឺវាអីចឹងទៅវាខ្យល់កោស្លាប់លិចចូលទឹកមួយឡាយមកវាគិតខ្លីស្លាប់ខ្លួនទីហ្នឹងគិតខ្លីស្លាប់ខ្លួនចឹងទៀតខ្ញុំជឿប្រយអើយចាប់ហើយអ្នកទាំងគ្នាបាយជំរាបលា